បាទជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមានម៉ូតូមួយគ្រឿងបាទតែกระดาษពុនថ្មីហ្មងតែតម្លាក់មកអញ្ចឹងណាគឺ PCX 022កម្លាំង 125cc ហើយស្អាតមែនតើបងប្អូនម៉ូតូនេះគឺជាប្រភេទម៉ូតូជប៉ុនចំกระดาษពុនបងប្អូនតម្លៃគឺធូរថ្លៃខ្លាំងមែនតើបងប្អូនត្រូវការអាចទំនាក់ទំនងតាមរយៈ Telegram នៅខាងលើវីដេអូនឹងបាន PCX 022មើលផាន់ភាកមើលខ្សៅខ្យងគឺនៅខ្ចីញ៉ាញ់តែម្ដងបងប្អូនណាជាប្រភេទម៉ូតូกระดาษពុនហើយតម្លៃវិញគឺខ្ញុំថាហ្នឹងគឺតម្លៃតែ 2000 ជាងឯងបងប្អូនតម្លៃតែ 2000 ជាងទេហើយធានាគុណភាពជូនបងប្អូនអាចមកមើលបានចង់មកមើលអាចមកមើលបានណាតំណែងតាមរយៈ Telegram ខ្ញុំនោះមកខ្ញុំអាចឲ្យបងប្អូនមើលបានហើយបងប្អូនមកមុនបានមុនបើមកក្រោយគេអាចនឹងអត់បានហើយអាចនឹងអត់មានព្រោះរបស់ល្អអញ្ចឹងពេលច្រើននៅអត់យូរទេឆាប់ចូលឆាប់ចេញបាទអញ្ចឹងបញ្ជាក់ឡើងវិញនេះគឺជា PCX 022កម្លាំង 125cc ជាប្រភេទម៉ូតូกระดาษពុនជប៉ុនចំ 100% បងប្អូនណាបាទតម្លៃ 2000 ជាងបងប្អូនចង់ដឹង 2000 ប៉ុន្មានអាចតាក់ទងតាម Telegram នោះមកបានឬក៏តេមកខ្ញុំផ្ទាល់ក៏បានដែរលេខហ្នឹងតេមកក៏បានឬក៏ឆាតមក Telegram លេខហ្នឹងក៏បានដែរបងប្អូនណាអញ្ចឹងនេះគឺជា account Telegram របស់ខ្ញុំអញ្ចឹងបងប្អូនអាចមើលផាន់ភាកម៉ូតូទៅហើយបើត្រូវការអាចតាក់ទងមកខ្ញុំក៏អត់មានអីនិយាយបន្ថែមអីយ៉ាងច្រើនយ៉ាងណាគឺមានតែថាបើយើងពេញចិត្តមានតែអ្នកតំណងទិញលក់នឹងឯងបងប្អូនបាទគាត់ថាម៉ូតូនេះគឺជាប្រភេទกระดาษពុនវាមិនមែនជាប្រភេទម៉ូតូមកទឹកនៅស្រុកខ្មែរណាជាប្រភេទម៉ូតូមកទឹកពីស្រុកគេមកហើយរបស់ជប៉ុនចំហ្មងបងប្អូនបាទអញ្ចឹងសម្រាប់វីដេអូខ្ញុំមានប៉ុណ្ណឹងបងប្អូនស្រឡាញ់ពេញចិត្តអាចតំណងតាមរយៈ Telegram ដែលខ្ញុំដាក់លេខនៅខាងលើវីដេអូហ្នឹង099601 ហ្នឹងបាទអាចតំណងមកបានបងប្អូនណាបាទអញ្ចឹងសម្រាប់ថ្ងៃនេះខ្ញុំមានប៉ុណ្ណឹងសូមអរគុណច្រើនជម្រាបលាបងប្អូន